ចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលបានទស្សនា channel របស់នាងខ្ញុំចាហើយនេះផងដែរគឺគ្រាន់តែជារូបភាពផ្សេងៗចាដែលបានកើតឡើងនៅកំឡុងខែកក្កដាឆ្នាំ2025ចានេះគឺជារូបដែលកូននាងខ្ញុំបានគូអាសាបានគូកំងសេចចិត្តចារូបភាពចង់បានអីប្រាប់ទៅគេគូឲ្យចាហើយនេះគឺមានអ៊ីនធឺណិតនៅពីក្រោយហើយនេះគឺយើងនៅ Red Top Mountain នេះគឺប៉ាបានមកដល់ហើយពេលហ្នឹងទីមកដល់មុនបន្ទាប់មកបានប៉ាមកដល់ចាហើយគាត់តែមកដល់ភ្លាមគឺបានទៅលេងនៅ Red Top Mountain ភ្លាមចាហើយភ្លៀងតិចតួចផងដែរពេលនោះចាហើយនេះគ្រាន់តែជារូបភាពតែប៉ុណ្ណោះចាដោយសារតែវីដេអូគឺចាំផុសផ្សេងនេះគ្រាន់តែជាកម្រងរូបភាពដែលពួកយើងបានទៅដើរពេលនោះចាហើយគាត់ទៅប៉ាចុះពីលើកប៉ាភ្លាមគឺបានទៅដើរលេងភ្លាមតែម្ដងចាហើយមេឃយើងទៅទុំក៏ដូចជាមានភ្លៀងតិចតួចផងដែរចាហើយម្យ៉ាងក៏យើងទៅនឹងយើងឡើងនិយាយតែហើយតែអញ្ចឹងគឺយើងមិនបានដូចថាថតវីដេអូច្រើនផងដែរចាគ្រាន់តែជាអនុស្សាវរីយ៍ដែលបានទៅដើរលេងនៅទីនោះតែប៉ុណ្ណោះចាហើយនេះគឺជាផាកនៅក្នុងហ្នឹងហើយកូនមានភ្លេងមានអីវាយអញ្ចឹងធម្មតាទេចាសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តផងដែរចានៅរូបភាពដែលយើងបានផ្ដិតនៅទីនោះគឺរមណីយដ្ឋាន Red Top Mountain ហើយពួកយើងបានទៅលេងទីនោះច្រើនដងមកហើយចាមិនមែនជាលើកទី1ហើយក៏មិនមែនជាលើកទី2ដែរគឺច្រើនលើកមកហើយក៏ប៉ុន្តែគឺនៅតែស្អាតហើយនៅតែជាប់ចិត្តហើយនៅតែធ្វើឲ្យយើងចង់ទៅម្ដងហើយម្ដងទៀតចាហើយម្យ៉ាងផងដែរគឺវានៅមិនឆ្ងាយពីទីកន្លែងដែលយើងរស់នៅនោះទេចានេះគ្រាន់តែជារូបភាពចាដែលជាកម្រងអនុស្សាវរីយ៍ចាពីព្រោះថាកូនគឺធំឡើងមួយថ្ងៃបន្តិចដូច្នេះយើងត្រូវតែមានរូបភាពចងក្រងចាដើម្បីមើលអំពីសកម្មភាពក៏ដូចជារូបភាពចានេះគឺជា birthday កាលអាយុ6ឆ្នាំហើយនេះគឺដើរ shopping មុននឹងទៅការលីសាហើយនេះគឺទៅញ៉ាំ buffet ចាគឺខែ7ឆ្នាំ2025ចាមានជាមួយទីផងដែរចាហើយនិយាយចាំទៅគឺគ្រាន់តែជាកម្រងរូបភាពជួបជុំគ្នាក្នុងរយៈពេលដ៏ខ្លីចាហើយបន្ទាប់ពីបានចូលទៅញ៉ាំអីហើយចេញពីនៅមកវិញក៏បានដើរផ្សារបន្តិចបន្តួចផងដែរចានេះគ្រាន់តែជាកម្រងអនុស្សាវរីយ៍រូបភាពចាអញ្ចឹងក៏សង្ឃឹមថាបងប្អូនអរគ្នារីករាយចានឹងការទស្សនានៅរូបភាពនេះផងដែរចានេះគឺយើងមកដល់ផ្សារហើយចាហើយនៅក្នុងផ្សារគឺផ្សារអាស៊ីចាដូច្នេះវាមិនទៅជាធំប្រហែលទេចាគ្រាន់តែរូបភាពបង្ហាញអំពីចៅនឹងតាចានេះសើចនឹងបិទភ្នែកចិត្តអស់ហើយចាធំម្ដងបន្តិចហើយចៅនេះចៅធំពាក់អាវខ្មែរនេះហើយពាក់អាវកាជូនេះចៅតូចចាយើងមិនដែលសូវបានថតរូបភាពនៅក្នុងផ្សារទេចានេះគឺជារូបភាពទៅថតនៅក្នុងផ្សារចាហើយផ្សារនេះក៏មិនសូវជាតូចប្រហែលដែរគឺធំគួរសមដែរហើយបន្តមកទៀតចាថ្ងៃក្រោយមកទៀតគឺយើងបានទៅញ៉ាំbuffet មកកន្លែងទៀតចាហើយនៅទីនេះគឺមានក្តាមមានជើងក្តាមមានក្តាម blue crab គឺមានគ្រប់សពទាំងអស់គ្រាន់តែថាវានៅឆ្ងាយផ្ទះបន្តិចក៏ប៉ុន្តែមិនអីទេចានេះគឺជាកន្លែងដែលយើងចូលចិត្តទៅជាងគេក្នុងចំណោម buffet ទាំងអស់ដោយសារតែមានគ្រប់មុខ
តាំងពីកាទៀវតាំងពីក្តាមតាំងពីគ្រឿងសមុទ្រគ្រប់មុខទាំងអស់ចាអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាចាហើយជួបគ្នានៅវីដេអូក្រោយជម្រាបលាអរគុណសុខសប្បាយទាំងអស់គ្នាបាយបាយ